លោកគ្រូដោយសារថាវត្តនាងខ្មៅនេះរាល់ថ្ងៃកូននេនច្រើនដល់ពេលឥឡូវ7500អង្គហើយលោកគ្រូអត់នៅទៀតមើលទៅអាចត្រូវខ្ញុំសង្ឃឹមថាអត់មានខ្ញុំជាប្រសង់ហើយព្រះអង្គនៅទីនេះនឹងអាចជំនួសការងារខ្ញុំហើយខ្ញុំក៏នៅតែចេញចូលទីនេះជាកន្លែងដែលខ្ញុំអ្នកបង្កើតឡើងជាកន្លែងដែលខ្ញុំអ្នកចាប់ផ្ដើមអញ្ចឹងខ្ញុំមិនអាចទៅចោលកន្លែងនេះហើយណាមួយចិត្តខ្ញុំមិនដាច់ផងពុទ្ធបរិស័ទមិនអាចឲ្យកូនព្រះអត់ចហាន់ឆាន់ទេខ្ញុំជឿជាក់ចឹងថាពុទ្ធបរិស័ទមកប្រាសាទនាងខ្មៅហើយនឹងវត្តបណ្ដាវត្តផ្សេងច្រើនព្រោះអីរាល់ថ្ងៃឃើញបណ្ដាវត្តផ្សេងក៏ទទួលកូននេនច្រើនហើយថាវត្តនាងខ្មៅច្រើនជាងគេតែកូននេនដែលនៅវត្តនាងខ្មៅវាច្រើនសិតតែកំព្រាឬមួយក៏ខ្វះខាតឬមួយក៏មិនយកកំព្រាប្រហែលជា90%វ៉ាកំព្រា90%មួយទៀតប្រពន្ធមានប្តីថ្មីកូនអត់អាចនៅជាមួយបានប្តីមានប្រពន្ធថ្មីកូនអត់អាចនៅជាមួយបានយកផ្ញើយាយហើយយាយអត់មានចំកើតមានយកផ្ញើលោកតែចឹងឯងរត់ឆ្នាំនៅលោកនេះហ្នឹងទុកធ្ងន់មិនដែលធ្ងន់យូរហើយបានជាខ្ញុំសឹកដោយសារខ្ញុំសុំជីវិតខ្លួនខ្ញុំខ្លះពួកខ្ញុំរស់ធ្ងន់យូរហើយកណាសុំសម្រាប់ខ្លួនតិចបាទហ្នឹងហើយមិនមានបំណងអីទៅចោលកន្លែងហ្នឹងទេខ្ញុំជាប្រសក់តែនៅតែខ្ញុំមកកន្លែងនេះទៅដែរទេមិនមែនជាប្រយោជន៍របស់ខ្ញុំទេជាប្រយោជន៍របស់សង្គមជាតិយើងណាចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ចេះអក្សរតែប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នាក់ពួកគាត់ទាំងអស់សិតអត់ចេះអក្សរពួកគាត់អត់ចេះអក្សរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកបដិបដាមិនបានមកបោះនឹងទៅជាអីខានាសម័យហើយសិស្សសរសទ្រូងណាសិស្សមនុស្សប្រុសណាលោកគ្រូខនេះគឺនៅយ៉ាប់កណានៅចុកវត្តឡើយខ្ញុំមើលមកមិនលោកគ្រូនិយាយស្មារតីហ្នឹងព្រោះកណានៅកណាបានរៀបចំអង្គនេះបានជាវពីប្រជាកសិករ170តោនកិនមកបានជាស្រូវ780តោនបានជាអង្គ780តោនយកមកវត្តប្រាសាទនាងខ្មៅ5តាមប្រកេនលោកហើយមានមីទឹកត្រីទឹកស៊ីអ៊ីវហើយនឹងសភៅបិចជូនកូននេនពួកអីដឹងថានៅប្រាសាទនាងខ្មៅទទួលកូននេនច្រើនណាហើយមានអាហារអំប៉ុនមានស្ករខ្ញុំសូមថ្លែងអរគុណបងស្រីបងដែលបានជាគ្រូទៅដល់ការរស់នៅរបស់សង្គមទីនេះហើយខ្ញុំក៏ត្រេកអរនៅអ្វីដែលញោមមិនបានបំភ្លេចនៅកន្លែងនេះណាដូចមិនមែនរស់តែខ្ញុំទេហើយក៏មិនមែនជាប្រយោជន៍ខ្ញុំដែរគឺប្រយោជន៍របស់គ្នាជាពិសេសកូនខ្មែរយើងពួកគាត់ដែលអត់ចេះអក្សរអត់មានឪពុកម្ដាយហ្នឹងដូចឃើញបងប្អូនមួយស្លៀកពាក់អាវសកោទាំងអល់ហ្នឹងសិតតែអ្នកត្រៀមបួសដល់ទៅ70នាក់អូត្រៀមបួស70នាក់ទៀតប៉ុន្តែរាល់ថ្ងៃប្រាសាទនាងខ្មៅដូចជាកូននេះច្រើនស្រាប់ហើយដូចជាច្រើនមិនតែឥឡូវបានកងសម្រាប់អត់បានកង380ហើយឥឡូវ70នាក់ទៀតត្រៀម70នាក់ទៀតវាចូលឡើង7500ខ្ញុំនិងព្រះអង្គភិនវិធីហ្នឹង19ចំនួនហើយបំពោះហើយអត់ដែលឲ្យអាណាព្យាបាលចេញលុយអីទេពួកខ្ញុំអ្នកធ្វើទាំងអស់ចូលបច្ច័យមួយព្រះអង្គហ្នឹងមក260,000បច្ច័យហ្នឹងដែលយើងយកមកហ្នឹងចាត់ចែងសម្រាប់ប្រគេនឧបជាខ្លះប្រគេនព្រះអង្គបំពោះខ្លះហើយយើងសល់បច្ច័យហ្នឹងខ្លះយើងចាត់ចែងក្នុងពិធីបុណ្យហ្នឹងណាបាទជាទូទៅចឹងឯងហើយមិនឲ្យអាណាព្យាបាលចេញស្បង់ពីពោទេដល់គាត់អ្នកក្រដែរលោកគ្រូដោយសារថាវត្តនាងខ្មៅនេះរាល់ថ្ងៃកូននេនច្រើនដល់ពេលឥឡូវ7500អង្គហើយលោកគ្រូអត់នៅទៀតមើលទៅអាចត្រូវខ្ញុំសង្ឃឹមថាអត់មានខ្ញុំជាប្រសង់ហើយព្រះអង្គនៅទីនេះនឹងអាចជំនួសការងារខ្ញុំហើយខ្ញុំក៏នៅតែចេញចូលទីនេះជាកន្លែងដែលខ្ញុំអ្នកបង្កើតឡើងជាកន្លែងដែលខ្ញុំអ្នកចាប់ផ្ដើមអញ្ចឹងខ្ញុំមិនអាចទៅចោលកន្លែងនេះហើយណាមួយចិត្តខ្ញុំមិនដាច់ផងមុនចាក់ចេញខ្ញុំគិតថាតាពាំងក្រោយនឹងអាចធ្វើការជំនួសខ្ញុំបានហើយសិតតែមានសមត្ថភាពគ្រប់អង្គគ្រាន់តែគេមិនស្គាល់លោកតែប៉ុណ្ណឹងឯងតែចំណេះដឹងលោកមានគ្រប់គ្រាន់បាទមួយទៀតមានគោលគំនិតមួយថាការដែលចិញ្ចឹមកូនព្រះមិនក្រទេពុទ្ធបរិស័ទមិនអាចឲ្យកូនព្រះអត់ចហាន់ឆាន់ទេខ្ញុំជឿជាក់ចឹងថាពុទ្ធបរិស័ទមកប្រាសាទនាងខ្មៅហើយនឹងវត្តបណ្ដាវត្តផ្សេងច្រើនព្រោះអីរាល់ថ្ងៃឃើញបណ្ដាវត្តផ្សេងក៏ទទួលកូននេនច្រើនដែរថាវត្តនាងខ្មៅច្រើនជាងគេខ្ញុំគិតតាំងពីដើមឡើយមកមុននឹងខ្ញុំចេញពីវត្តបទុមមកនៅទីនេះខ្ញុំគិតថាចង់ឲ្យមានគ្រប់កន្លែងមិនបានតែខ្ញុំធ្វើកន្លែងខ្ញុំមួយហើយគេឃើញថាខ្ញុំធ្វើទៅរួចធ្វើទៅមានប្រយោជន៍ឲ្យវត្តដតីមេតាធ្វើតាមទៅដើម្បីជួយសម្រាប់បន្ទុកគ្នាស្វ័យត្បិតថាយើងចំណាយប្រាក់ច្រើនមែនមួយខែមិនក្រោម$1,000ទេអញ្ចឹងច្រើនមែនតែយើងកុំយកច្រើនដូចនាងខ្មៅទៅយក50អង្គអីទៅអាចល្មមមកទុកបានហើយគ្រប់ខេត្តនឹងកាត់បន្ថយក្មេងៗអត់ចេះអក្សរច្រើនយកមកបង្រៀននៅវត្តកន្លែងនេះគឺថ្នាក់មត្តេយ្យឡើង7ថ្នាក់តែនេះថាអត់ចេះអក្សរទេនៅវត្តហ្នឹងមានសាលាទៀតបាទនោះសាលាមត្តេយ្យតែកូននេនដែលនៅវត្តនាងខ្មៅគេច្រើនសិតតែកំព្រាឬមួយក៏ខ្វះខាតឬមួយក៏មិនយកកំព្រាប្រហែលជា90%កំព្រា90%មួយទៀតប្រពន្ធមានប្តីថ្មីកូនអត់អាចនៅជាមួយបានប្តីមានប្រពន្ធថ្មីកូនអត់អាចនៅជាមួយបានយកផ្ញើយាយហើយយាយអត់មានចំកើតមានយកផ្ញើលោកតែចឹងឯងរត់ឆ្នាំហើយ
នៅលោកនេះ ចាំ បាទ ទុកធ្ងន់មិនដែល មុនយូរហើយ មុនយូរ បានជាខ្ញុំសឹកដោយសារខ្ញុំសុំជីវិតខ្លួនខ្ញុំខ្លះព្រោះខ្ញុំរស់មុនយូរហើយ កណាសុំសម្រាប់ខ្លួនតិច បាទហ្នឹងហើយខ្ញុំធ្លាប់ទេហើយបើខ្ញុំអត់យកប្រពន្ធខ្ញុំសឹកធ្វើអីខ្ញុំធ្លាប់ទេហ៎ កណា ខ្ញុំនៅលោក ណា តែខ្ញុំសឹកនេះបានន័យថាខ្ញុំចង់ត្រូវការគ្រួសារ ណា ចង់ត្រូវការជីវិតរបស់ខ្ញុំខ្លះខ្ញុំនៅលោកសង្ឃច្រើនពេកហើយចឹង ចាស់ពេក បាទតែប៉ុណ្ណឹងហើយខ្ញុំត្រូវការជីវិតសក់ខ្លះ ណា តែរឿងថ្ងៃណាខ្ញុំមិនដឹងដែរ កណា ចាំមើលបុណ្យកុសលសិនណាបើសិនខ្ញុំមានប្រពន្ធញាតិយកមកគិតផ្សេងអើយទៅអីទៀតគេមានប្រពន្ធអីតែកុំគិតខ្ញុំកុំគិតថាខ្ញុំមិនទៅរឿងខ្ញុំកុំគិតខ្ញុំតែខ្ញុំផ្ដាំថាខ្ញុំមិនក៏មិនទៅកុំគិតខ្ញុំអីតែគិតកូនចៅខ្ញុំពួកប្រសងណានេះតែព្រោះមិនមែនជាប្រយោជន៍របស់ខ្ញុំទេជាប្រយោជន៍របស់សង្គមជាតិយើងណាចុះឥឡូវខ្ញុំមួយឆ្នាំខ្ញុំទទួលបាន300ជាងនេះហើយអត់ជាអសរទៅប្រុសទាំងអស់ហើយខ្ញុំ13ឆ្នាំខ្ញុំទទួលបាន4677នេះពួកគាត់ទាំងអស់សិតអត់ជាអសរពួកគាត់អត់ជាអសរបើមិនបានមកកន្លែងខ្ញុំហើយមិនបានមកប្រុសប្រាមិនបានមកពោះនឹងទៅជាអីខាងនេះសម័យហើយសិស្សសសរទ្រូងណាសិស្សមនុស្សប្រុសខ្ញុំគិតថាឥឡូវនេះដែលបានសម្រេចរបស់ខ្ញុំហ្នឹងគឺសិស្ស13ឆ្នាំជាងហ្នឹងខ្លះក៏គេចប់អនុបណ្ឌិតខ្លះក៏គេចប់បញ្ញាបត្រខ្ញុំបង់សាលាជាមួយព្រះអង្គភិនវុធីទាំងមួយឆ្នាំក៏ខ្ញុំបង់ថ្លៃសាលាឲ្យបញ្ញាបត្រដែលលោកឡើងនេះទៅ$12080 $12080ក្នុងមួយឆ្នាំដែលខ្ញុំត្រូវបង់ឲ្យបាទមន្ត្រីសង្ឃណាគ្រូដែលមកបរៀននេះគឺត្រូវយើងជួយរៀនវិញបានលោកមានកម្លាំងមកបរៀនមកបរៀននៅនេះមានបានប្រាក់ខែណាតែយើងថាឥឡូវមកជួយលោកគ្រូទៅលោកគ្រូបង់សាលាឲ្យហើយមានរថយន្តសម្រាប់ជូនទៅតែម៉ោង10គេឡើងទៅអស់ល្ងាចម៉ោង7 8បានមកដល់វត្តវិញ កូនណែនបួសតាំងពីក្មេងមកដល់ធំគេច្រើនពេលរៀនចប់បំរើដូចថាខាងពុទ្ធសាសនាទៀតមួយចប់ចេញធ្វើការ សិទ្ធិរបស់គេទេបងយើងមិនខ្វាត់ទេ តែភាគច្រើន ពាក្យច្រើនសប្តាហ៍នេះវាមានសឹកខ្លះមាននៅលោកខ្លះតែដែលខ្ញុំទទួលបានមកហ្នឹងក៏គេសឹកទៅក៏គេធ្វើការនៅក្រសួងស្ថាប័នខ្លះ បានការងារល្អ ហើយគេនៅណាគេសុខគេសប្បាយយើងគ្រាន់តែផ្ដាំទេថាកូនសិស្សជោគជ័យកូនសិស្សល្អគ្រូសប្បាយចិត្តកូនសិស្សមិនល្អកូនសិស្សមិនជោគជ័យហើយមានរឿងអាស្រូវអីផ្សេងៗគ្រូមិនសប្បាយចិត្តទេព្រោះធ្លាប់ជាកូនសិស្សរបស់លោកគ្រូអញ្ចឹងណានឹងខ្ញុំផ្ដាំអញ្ចឹងឯងហើយមិនមែនជាប្រយោជន៍ខ្ញុំទេណាគឺប្រយោជន៍បើចូលមកបោះយូរប្រយោជន៍សាសនាមានធនធានប្រសងបើសឹកទៅវិញចេះអសរស្គាល់សិលធម៌ខ្លះអីខ្លះជាប្រយោជន៍របស់ជាតិផងកុំឲ្យ4000ជាងអង្គដែល3-10ឆ្នាំហ្នឹងអត់ចេះអសរចូលទៅជាក្មេងហិតកៅទៅជាបងតូចបងធំឬក៏យ៉ាងណាយ៉ាងណីក៏សង្គមយើងញ៉ៃញ៉ៃនេះកំណត់ខ្ញុំអញ្ចឹងឯង បញ្ហាសង្គមជួយប្រទេសជាតិបានច្រើន ចាជាចុងក្រោយនេះគឺក្រុមខាងទីបែបប៉ារីសហ្នឹងក៏ថ្លៃចំណងគុណតែលោកគ្រូបានជួយក្នុងពុទ្ធសាសនានិងបានជួយដល់កុមារព្រាអីទាំងអស់គ្នាហ្នឹងដែលបានជួយចំនួន4000នាក់ហ្នឹងក៏សូមថ្លែងអំណរគុណដល់លោកគ្រូដែលបានជួយគ្រប់បែបយ៉ាងនៅក្នុងសង្គមជាតិនិងផ្នែកពុទ្ធសាសនានិងអង្គហ្នឹងក៏សូមថ្លែងអំណរគុណសូមឲ្យលោកគ្រូនឹងសិក្សាទៅនឹងមានវាសនាល្អ ខ្ញុំសុំតែឲ្យសុខភាពខ្ញុំល្អទេឲ្យវា តែប៉ារីសសុខភាពល្អ បាទ ថាលោកគ្រូសឹកទៅជួយប្រជាជនបានតែច្រើនជាងជាតិ បាទអរគុណ